បាទសូមស្វាគមន៍ជាមួយនឹងការវិភាគបាល់ទាត់ Premier League សប្តាហ៍ទី25យប់ថ្ងៃសៅរ៍ទី7កុម្ភៈបងប្អូនសម្រាប់រាត្រីនេះគឺមានការប្រកួតគូជក់ចិត្តច្រើនមែនទែនបងប្អូនចាប់ពីវេលាម៉ោង7:30នាទីតទៅបងប្អូនណាសម្រាប់គូឯករបស់យើងយប់នេះគឺក្រុមបិសាចក្រហម Man U ត្រូវបានទ្វារ Old Trafford ស្វាគមន៍ក្រុម Tottenham Hotspur នៅវេលាម៉ោង7:30នាទីយប់នេះបងប្អូនបាទគូនេះគឺពេញមើលតែម្ដងណាម៉ោង7កន្លះយប់នេះចឹងកុំឲ្យខកខានណាចាំមើលតើ Man U នៅតែបន្តភាពខ្លាំងរបស់ខ្លួនបានដែរទេយើងនឹងនិយាយបន្តិចទៀតនេះណាបាទក៏មានដូចជាការប្រកួតរវាងក្រុម Arsenal បងប្អូន Arsenal យប់នេះត្រូវបើកទ្វារ Emirates ស្វាគមន៍ក្រុម Sunderland នៅវេលាម៉ោង10យប់បងប្អូនណាបាទ Arsenal ក៏ខ្លាំងដែរក៏មានដូចជាក្រុម Tokyo Chelsea ត្រូវប៉ះគ្នាជាមួយនឹង Wolves នៅវេលាម៉ោង10បាទហើយនៅការប្រកួតវេលាម៉ោង12:30នោះក៏មានការប្រកួតរវាង Newcastle ត្រូវប៉ះគ្នាជាមួយនឹងក្រុម Brentford បងប្អូនណាហើយនៅក្នុងប្រទេសអេស្ប៉ាញក៏មានជំនួបគ្នាមួយធំដែររវាងក្លឹប FC Barcelona ត្រូវបានទ្វារស្វាគមន៍ក្រុម Mallorca បាទនៅវេលាម៉ោង10:15នាទីបងប្អូនណាទាំងអស់នេះសុទ្ធតែជាគូដែលជក់ចិត្តយើងនឹងត្រូវនិយាយបន្តិចទៀតនេះប៉ុន្តែមុនធ្វើការនិយាយសំណូមពរបងប្អូនចូល Channel Telegram ខ្ញុំបាទពិសិដ្ឋ KH ម្នាក់មួយទៅបងប្អូនណាចូលទៅដើម្បីមើលការ live បន្តផ្ទាល់បាល់ទាត់គូពិសេសរបស់យើងការទម្លាក់គូល្អៗព័ត៌មានកីឡាផ្សេងៗក៏ដូចជាការវិភាគកីឡាផងដែរបាទអរគុណច្រើនហើយសម្រាប់ link ក៏មាននៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube ចូលនៅក្នុង description សម្រាប់បងប្អូន TikTok ចូលក្នុង profile គឺមាន link នៅក្នុង bio បាទអញ្ចឹងបើខាត់ពីវេលាយូរយើងនិយាយដល់គូសំខាន់ទី1 Man U ត្រូវប៉ះគ្នាជាមួយនឹង Spurs បងប្អូនណាវេលាម៉ោង7:30បាទនិយាយអំពីបច្ចុប្បន្នបាទ Man U គឺគេធ្វើបានល្អមែនទែនក្រោមការដឹកនាំរបស់លោក Michael Carrick ដែលជាគ្រូបង្វឹកថ្មីបាទ3ប្រកួតឈ្នះទាំង3ណាដឹកនាំគ្រូថ្មីគឺស៊ីសុទ្ធតែក្រុមខ្លាំងតែម្ដងដូចជា Arsenal ដូចជា Man City បាទហើយក៏ឈ្នះទៅលើក្រុមបាទចុងក្រោយនេះគឺឈ្នះទៅលើក្រុមបាទ Fulham បាទ Fulham ក៏ជាគីឡូធ្ងន់ដែរណាស៊ី3-2ហើយគណៈពេលដែល Spurs បាទ Spurs នេះក៏មិនខ្សោយពេកដែរបាទ Spurs ក៏មិនខ្សោយពេកដែរណាប៉ុន្តែស្ពើយប់នេះគឺរបួសកីឡាករច្រើនណាបងប្អូនណាតិចទៀតខ្ញុំនឹងនិយាយហើយបើនិយាយអំពីប្រវត្តិប៉ះគ្នាក្រុមទាំងពីរបងប្អូនណាប្រវត្តិប៉ះគ្នា10លើកចុងក្រោយគឺស្ពើគេធ្វើបានល្អជាងទៅលើ Manchester United បាទ10លើកចុងក្រោយគឺបាទស្ពើឈ្នះ5ដងទៅលើ Man U បាទ Man U ឈ្នះតែ2ដងទេហើយស្មើគ្នាចំនួន3ដងណាហើយការប៉ះគ្នាលើកចុងក្រោយបំផុតនៅក្នុងជើងទី1ក្នុងទឹកដីរបស់ Spurs គឺលទ្ធផល2ស្មើបងប្អូន2ស្មើណាបាទប៉ុន្តែកាលនោះដឹកនាំដោយលោកបាទ Ruben Amorim ហើយកំណត់ត្រាដែលចាញ់10ប្រកួតជាសាយ10ប្រកួតដែលមិនសូវល្អជាមួយនឹង Spurs ហ្នឹងដោយសារតែក្រុមការដឹកនាំរបស់ Amorim ក៏ដូចជាក្រុមការដឹកនាំរបស់លោក Erik ten Hag ណាឥឡូវគ្រូថ្មីយុទ្ធសាស្ត្រថ្មីអ្វីៗក៏ថ្មីដែរបើនិយាយអំពី5ប្រកួតចុងក្រោយរបស់ Man U គឺអាចនិយាយថាធ្វើបានល្អបាទឈ្នះ3ស្មើ1ចាញ់1ណាឈ្នះ3ស្មើ1ចាញ់1ហើយ3ប្រកួតគឺឈ្នះទាំងអស់ហើយការប្រកួតចុងក្រោយគឺយកឈ្នះទៅលើ Fulham 3-2នោះឯងបើនិយាយអំពី Spurs 5ប្រកួតចុងក្រោយរបស់គាត់គឺឈ្នះ2បាទឈ្នះ2ស្មើ2ចាញ់1ណាឈ្នះ2ស្មើ2ចាញ់1ប្រកួតចុងក្រោយបានត្រឹមតែស្មើគ្នាជាមួយនឹងក្រុម Manchester City 2ស្មើនៅក្នុងទឹកដីរបស់ Spurs បងប្អូនចឹងបើយើងនិយាយអំពីប្រវត្តិប៉ះគ្នាអាចនិយាយថា Spurs គេមានប្រៀបជាងប៉ុន្តែបើនិយាយអំពី5ប្រកួតចុងក្រោយគឺ Man U ធ្វើបានល្អជាងជាពិសេស Man U ប៉ះសតតែគីឡូធ្ងន់តែម្ដងណាហើយបើនិយាយអំពីសមាជិកកីឡាករដែលលាក់លេងនិងកីឡាកររបស់យុគនេះបងប្អូនសម្រាប់ Man U របួសតែ3នាក់ទេបាទមានដូចជា Patrick Doku បាទរបួស10សប្តាហ៍នោះឯងហើយក៏មានដូចជា Mason Mount ក៏ដូចជាកីឡាករ Matthias de Ligt បាទសម្រាប់ Mason Mount Matthias de Ligt ខ្ញុំគិតថាអត់ជាបញ្ហាទេព្រោះទោះជាពួកគាត់ជាក៏មិនបានលេងដែរណាសម្រាប់ខាងក្រុម Spurs បាទរបួសច្រើនណាស់បងប្អូនជាពិសេសសុទ្ធតែជា key តែម្ដងស្ពើយប់នេះខ្សោយតំបន់ការខ្សោយតំបន់បំរើមែនតើបាទតំបន់បំរើរបស់គាត់ល្អមានដូចជា James Maddison បាទខីណា Mohamed Kudus បាទ Mohamed Kudus James Maddison Bentancur បាទ Richarlison Kulusevski បាទរបួសតិចយប់នេះគឺតានតឹងណាអញ្ចឹងបានមួយរយៈនេះស្ពើលេងអត់សូវល្អដោយសារតែគាត់បាត់បង់តំបន់បំរើច្រើនហើយមានដូចជាកីឡាករ Ben Davies មាន Pedro Porro Spense បាទ Donzoបាទសុទ្ធតែជាកីឡាករឈុត A របស់ក្រុម Spurs របួសសិនទាំងអស់នឹងដែលជាបញ្ហាជា effect ក្រុមការដឹកនាំរបស់ថ្មីនេះធ្វើឲ្យ Spurs ដូចជាមិនសូវជាបានល្អទេបងប្អូនបាទជាពិសេសកីឡាករ James Maddison Mohamed Kudus Bentancur Richarlison នេះគឺអ្នកសាច់បាទ3 4នាក់ហ្នឹងគឺពិបាកមែនទែនហើយសម្រាប់រាត្រីនេះ Man U គឺអ្នកចាំទី Sané Laman បាទ Sané Laman ធម្មតាខ្សែការពារមានដូចជាបាទ Dalot និយាយទៅដដែលទេសម្រាប់ Man U គឺដាក់ឈុត
តដែលបាទ3 4ប្រកួតឬលេងប្រហែលគឺដាក់ដូចគ្នាទាំងបាទដូចជា Diego Dalot Harry Maguire បាទ Lisandro Martinez Luso Casemiro Kobe Mainoo បាទ Amad Diallo Bruno Fernandes ទៀនក្រមខាងឆ្វេងគឺកីឡាករបាទ Matteo Cunha តំបន់ប្រយុទ្ធនៅតែកីឡាករបាទ Brian Mbeumo ដដែលណាបាទសម្រាប់ខាង Spurs បាទអ្នកចាំទីគឺកីឡាករ Vicario បាទដៃទី1ខ្សែការពារមាន Van de Ven មាន Christian Romero បាទ Joao Palhinha តំបន់បម្រើមានដូចជា Yurichi Matassa Conor Gallagher ខាងស្ដាំគឺ Gray តំបន់បម្រើយុទ្ធមាន Xavi Simon បាទ Odegaard តំបន់ប្រយុទ្ធប្រអប់គឺកីឡាករបាទ Dominic Solanke ណាចឹងបើយើងនិយាយអំពីតំបន់ប្រយុទ្ធរបស់គាត់អាចនិយាយថាគូសំបាទ Solanke Xavi Simon Odegaard ឯណាប៉ុន្តែបើនិយាយពីតំបន់បម្រើខ្ញុំគិតថាស្ដៅតំបន់ការពាររបស់គាត់អាចនិយាយថាមុំតំគូសំតំបន់ការពាររបស់ Spurs និង Man U អាចនិយាយថាប្រហែលនេះប៉ុន្តែដោយសារតែខ្ញុំមើលឃើញខ្សោយដោយសារតែ Spurs ប្រើទម្រង់ Ruben Amorim គឺ3-4-3នឹងឯណាតំបន់ការពារបាក់13អ្នកបែបនេះគឺប្រហោងខ្លាំងណាស់បងប្អូនក្បួននេះក៏បាទថាក្បួនបើប្រយុទ្ធអត់ខ្លាំងទេតំបន់ការពារទូអត់ជាប់តែម្ដងពូការពារដាក់3នាក់ណាបាទប៉ុន្តែ3នាក់នេះមុំហ៎បាទបង Van de Ven Christian Romero នេះបើសិនជាមាន Pedro Porro មួយទៀតទៅល្អប៉ុន្តែដោយសារ Joao Palhinha នេះបាទខ្ញុំគិតថាបើប្រៀបនឹង Pedro Porro អត់ដល់កម្រិតទេអញ្ចឹងតំបន់ជើងក្រោមតាំងពីតំបន់បម្រើរហូតដល់តំបន់ការពាររបស់ Spurs យើងស្ដៅណាបងប្អូនណាConor Gallagher មិនទាន់ចាប់ក្បួនជាមួយ Spurs បានល្អទេ Matassa ជាជំរើសទី2 Gray UDG នេះក៏មិនជាមមតំណា UDG នេះបើសិនជាឲ្យគាត់លេងការពារល្អជាងណាយកគាត់បម្រើដូចជាមិនមមទេចឹងតាក់ទងតំបន់បម្រើខ្ញុំគិតថាខាង Man U ល្អជាងតំបន់បម្រើគេមាន Amad Diallo មាន Bruno មាន Matteo Cunha បាទ support ដោយ Kobe Mainoo ក៏ដូចជា Casemiro គឺមុំណាចឹងខ្ញុំគិតថា Man U គឺមានប្រៀបជាងបាទតាក់ទងប្រព័ន្ធលេងណាបងប្អូនតាក់ទងនឹងប្រព័ន្ធលេងតាក់ទងនឹងធនធានកីឡាករគឺ Manchester United មានប្រៀបជាងអញ្ចឹងបើសិនជា Man U លេងទម្រង់ដូចជាការប្រកួត3ប្រកួតមុនណាខ្ញុំគិតថា Spurs ជុំនេះក៏នៅតែមិនអាចទប់ជាមួយ Man U ទេខ្ញុំថា Man U នៅតែបន្តឈ្នះនៅក្នុងរាត្រីនេះខ្ញុំគិតថា Man U មកកំសួលឈ្នះរបស់គាត់អាចនឹងឈ្នះ5ទៅ6ប្រកួតបងប្អូនណាអាចនឹងឈ្នះ5ប្រកួតជាប់គ្នាបាទអាចនឹងឈ្នះ5ប្រកួតជាប់គ្នាធ្វើឲ្យបាទប្រូមួយដែលសក់ជ្រើងនឹងអាចនឹងកាត់សក់ថាបានដែរពួកយើងមើលប្រព័ន្ធលេងរបស់ Man U អាចនិយាយថាលេងល្អមែនតើណាសហការគ្នាលេងបាល់ខ្លីទម្រង់របស់លោក Michael Carrick នេះគាត់មិនប្រើគម្លាតមិនប្រើសម្ពាធដូចតាហាក់ដូច Ruben Amorim ទេ Ruben Amorim គាត់ប្រើកីឡាករអាចនិយាយថាកាត់ក្បាលតម្រូវមួកមិនមែនទិញមួកយកមកតម្រូវក្បាលទេក្បួន Ruben Amorim គឺកាត់ក្បាលយកទៅតម្រូវមួកនិយាយទៅត្រូវទៅគៀបកីឡាករគៀបសង្កត់ដើម្បីឲ្យកីឡាករធ្វើតាមអ្វីដែលគាត់ចង់បានទៅតាមអ្វីដែលក្បួនណាវាមិនមែនយកអញ្ចឹងសម្រាប់ Michael Carrick គឺគាត់មកដឹកនាំគាត់ប្រើកីឡាករតាមបែបសេរីគឺឲ្យកីឡាករណាបកកែអីលេងនឹងជំនាញអីធ្វើនឹងទៅបាទតាមអ្វីដែលខ្លួនគាត់ថាគាត់រៀបក្បួនឲ្យហើយធ្វើតាមក្បួនគាត់ប៉ុន្តែ skill ដែលមានប្រមាណក្នុងខ្លួនបច្ចេកមកអស់ណាអញ្ចឹងយើងមើលឃើញទម្រង់លេងរបស់កីឡាករលេងដោយសេរីភាពមានទំនុកចិត្តមិនមានសម្ពាធបាទមិនមានសម្ពាធមិនមានការគំរាមអីអញ្ចឹងគឺកីឡាករលេងដោយសន្ទុះដោយទឹកចិត្តតែម្ដងពួកគាត់សហការគ្នាបានល្អលេងបាល់ខ្លីល្អ counter attack ក៏ល្អដែរអញ្ចឹងសន្ទុះបែបនេះខ្ញុំគិតថាកំសួលនៃការឈ្នះរបស់ Man U នឹងមានតទៅមុខទៀតណាអញ្ចឹងរាត្រីនេះបាទសម្រាប់ Man U ជាមួយនឹង Spurs ខ្ញុំទូទាថាបាទ Man U នៅតែឈ្នះទៅលើ Spurs អញ្ចឹងដោយសារតែអីកត្តាខ្ញុំបានបង្ហាញតាក់ទងស្ថិតិគឺ Spurs ខ្សោយការពារខ្សោយបម្រើណាបងប្អូនតំបន់ប្រយុទ្ធអាចនិយាយថាគូសំហើយគណៈពេលដែល Man U មានតំបន់ការពារមុំហើយបម្រើល្អជាងអញ្ចឹងក្នុងរាត្រីនេះ Man U តឲ្យមួយគ្រាប់ដាច់បាទនេះខ្ញុំទូទាថា Man U នឹងឈ្នះយកឈ្នះទៅលើ Spurs អាចនឹងលទ្ធផល2-0 ឬក៏3-1បាទ2-0 ឬ3-1បងប្អូនណាអាចចារណាថែមបាល់នេះគឺវាយ Manchester United អរគុណច្រើនអូខេយើងនិយាយដល់ Arsenal បាទ Arsenal និង Sunderland យប់នេះបាទ Arsenal គឺមានអត្រាឈ្នះខ្ពស់ហើយយើងក៏ដឹងដែរព្រោះជាក្រុមមួយដែលមាន ranking ខ្ពស់ណាបងប្អូនបាទប៉ុន្តែ Sunderland នេះក៏មិនមែនជាក្រុមដែលខ្សោយពេកដែរហើយថ្ងៃនេះ Arsenal ឈោងពូតារាងដាច់ទៅលើក្រុម Man City បាទចំនួន6ពិន្ទុណា6ពិន្ទុទៅហើយបាទអញ្ចឹងបើនិយាយអំពីប្រវត្តិប៉ះគ្នាក្រុមទាំងពីរបាទ10លើកចុងក្រោយដែលប៉ះគ្នាគឺបាទ Sunderland នេះអត់ដែលឈ្នះទៅលើ Arsenal ទេបាទដែលឈ្នះទៅលើ Arsenal ទេណាបាទ Arsenal ឈ្នះ7ស្មើ3ប្រកួតចុងក្រោយគឺស្មើគ្នាក្នុងទឹកដី Sunderland ជើងទី1បាទរដូវកាលថ្មីនេះគឺ2ស្មើដែរដូច Man U អញ្ចឹងបាទគឺ2ស្មើបាទ Sunderland តាមរដូវកាលខ្លាំងប៉ុន្តែឥឡូវដូចធ្លាក់សន្ទុះមិនទេបាទ Sunderland ណាហើយ Sunderland ថ្ងៃនេះគឺឈរលេខទី8បាទ
5ប្រកួតចុងក្រោយរបស់ Sunderland គឺឈ្នះ3ចាញ់2ណាឈ្នះ3ចាញ់2ប្រកួតចុងក្រោយ Sunderland ធ្វើបានល្អយកឈ្នះទៅលើ Burnley ក្នុងលទ្ធផល3-0 ហើយបើនិយាយពី Arsenal បាទ Arsenal 5ប្រកួតចុងក្រោយរបស់គាត់គឺល្អគួរសមដែរល្អបាទឈ្នះ4ចាញ់តែមួយលើកទេណាឈ្នះ4ចាញ់1ប្រកួតចុងក្រោយគឺ Arsenal បានយកឈ្នះទៅលើ Chelsea ក្នុងលទ្ធផល1-0បាទឈ្នះ Chelsea 1-0ណាបាទអញ្ចឹង Arsenal គេល្អហើយយប់នេះក៏ Arsenal ពេញជើងដែរបងប្អូនណាបាទមាន Victor Gyokeres Noni Madueke បាទ Martin Odegaard Trossard Subimendi Declan Rice ជាដើម Julian Timber William Saliba បាទ Gabriel Magalhaes Capis សម្រាប់អ្នកចាំទីគឺកីឡាករ David Raya ណាហើយតម្រង Sunderland យប់នេះប្រើតម្រងការពារខ្ពស់ណាបងប្អូនបាទ5-4-1ប្រើតម្រង5-4-1ណាសម្រាប់ខាងក្រុមបាទ Sunderland តម្រងការពារយកតែម្ដងអញ្ចឹងសម្រាប់គូនេះ Arsenal តដូចជាមួយកីឡាបុក2បាទ Arsenal តមួយកីឡាបុក2ទៅលើ Sunderland បងប្អូនណាសម្រាប់គូនេះខ្ញុំដោយសារតែឥឡូវយើងយកជ្រើទីឆ្កែក៏ព្រុសដែរបងប្អូនមើលឃើញអញ្ចឹងខ្ញុំសូមនិយាយខ្លីៗតែម្ដងទៅណាបាទសម្រាប់គូនេះខ្ញុំគិតថា Arsenal អាចនឹងយកឈ្នះទៅលើ Sunderland ណាបងប្អូនប៉ុន្តែតកតងនឹងក្របតមួយកីឡាបុក2នេះគឺខ្ញុំគិតថារៀងច្រើនគួរសមដែរបាទនេះបើសិនជាបងប្អូនលេងខ្ញុំគិតថាលេង over បាទលេង over 2កីឡាបុក3បងប្អូនណាលេង over 2កីឡាបុក3បាទចាំបងប្អូនអាចចារណាបន្ថែមសម្រាប់គូនេះបាទ over 2កីឡាបុក3ហើយបើនិយាយពីក្របបាល់បាទនេះអាចនឹង3-1បាទអាច3-1ឬក៏2-1ណាបាទ3-1ឬក៏2-1 Arsenal ឈ្នះប៉ុន្តែដៃក្របតបាទគិតចឹងបាទសម្រាប់ Chelsea ជាមួយនឹង Wolves និយាយខ្លីៗទៅដោយសារតែឥឡូវយប់ជ្រៅដែរខ្ញុំនិយាយយប់បងប្អូនហើយណាមួយនៅស្រុកយើងអត់មាន studio នៅផ្ទះទេនៅផ្ទះយើងនិយាយស្រួលនៅស្រុកពិបាកនិយាយអញ្ចឹងសូមសួរខែទៅណាបាទសម្រាប់ Chelsea ជាមួយ Wolves យប់នេះខ្ញុំគិតថា Chelsea ឈ្នះបងប្អូនណាបាទ Wolves គឺគ្នាគ្រាន់តែជាក្រុមមួយដែលលេងមកគ្រប់កិច្ចឲ្យគេយកបន្ទុកទេរាល់ថ្ងៃនេះនៅលេខរឿងទី20បាល់តារាងឯណោះបងប្អូនហើយគឺតានតឹងណាអញ្ចឹងសម្រាប់យុគនេះខ្ញុំគិតថា Chelsea នឹងល្អបាទបើនិយាយពីប្រកួតចុងក្រោយរបស់គាត់គឺចាញ់ទៅលើ Arsenal 1-0ណាប៉ុន្តែកាលនោះក៏ Chelsea មានឱកាសទៅលើ Arsenal ដែរប៉ុន្តែដោយសារតែលេងនៅក្នុងដី Arsenal គាត់មានប្រៀបជាងហើយធម្មតាទេបាទដោយសារតែ Arsenal ជាក្រុមខ្លាំងហើយលេងក្នុងដីទៀតអញ្ចឹង Chelsea មិនអាចទប់បានទេប៉ុន្តែបើយើងនិយាយពី4-5ប្រកួតរបស់គាត់មុននឹងចាញ់ Arsenal គឺគាត់ឈ្នះទាំងអស់ណាបងប្អូនឈ្នះទាំងអស់មកចាញ់តែ Arsenal លើកចុងក្រោយនឹងឯងអញ្ចឹងយប់នេះខ្ញុំគិតថា Chelsea នឹងយកឈ្នះទៅលើក្រុម Wolves ណាតកីឡាបុក1បាល់នេះខ្ញុំទូទាថា Chelsea នឹងយកឈ្នះទៅលើ Wolves 2-0ណាបងប្អូនយកឈ្នះទៅលើ Wolves 2-0ឲ្យបងប្អូនអាចចារណាបន្ថែមបាទ2-0សម្រាប់គូ Chelsea បាទហើយសម្រាប់ Basse ជាមួយ Mallorca នេះបាទ Basse ជាមួយ Mallorca Basse គេល្អហើយតប្រហែលមើលសិនបាទបាសេតច្រើនណាបងប្អូន2-2កន្លះទៅលើម៉ាឡូកាបងប្អូនណាបាល់នេះបាសេឈ្នះប៉ុន្តែខ្ញុំគិតថាបាល់នេះអាចនឹង2-0បងប្អូនអាច2-0ឬក៏3-1អីហ្នឹងបាទខ្ញុំគិតថា Chelsea បាសេឡូណាឈ្នះប៉ុន្តែអត់អាចក្របតអានេះជាគំនិតរបស់ខ្ញុំបងប្អូនអាចចារណាបន្ថែមណាខ្ញុំសូមសង្ខេបតែម្ដងទៅគូនេះខ្ញុំមើលហើយដោយសារថាយប់ជ្រៅអានោះខ្ញុំនិយាយទៅអាចឆ្កែព្រុសចឹងបងប្អូនមើលទៅសម្រាប់បាសេឡូណាខ្ញុំគិតថាអត់ដែរក្របតទេឈ្នះតែគាត់ណាឈ្នះតែគាត់2-0ឬក៏3-1អូខេហើយមានដូចជា Newcastle ជាមួយ Brentford Newcastle ជាមួយ Brentford រាត្រីនេះខ្ញុំឆ្លាញ់ Newcastle បងប្អូន Newcastle គាត់មួយរយៈនេះគាត់ប៉ះគ្នាសតក្រុមខ្លាំងបងប្អូនដល់អញ្ចឹងយើងបន្ទោសក៏អត់កើតដែរគាត់ប៉ះគ្នាជាមួយ Liverpool ប៉ះគ្នាជាមួយនឹង Man City ប៉ះគ្នាជាមួយនឹង PSG ប៉ះគ្នាជាមួយនឹង Aston Villa និយាយទៅគាត់ប៉ះសុទ្ធតែគីឡូធ្ងន់តែម្ដងបងប្អូនអញ្ចឹងគាត់ចាញ់ទៅលើក្រុម Man City Liverpool ចាញ់ទៅលើអីហ្នឹងបាទស្មើគ្នាជាមួយនឹង Paris Saint-Germain វាអត់មានចម្លែកទេពួកគាត់ជាក្រុមដែលល្អមួយប៉ុន្តែវាមិនល្អពេកទេណាគាត់កម្រិតរបស់គាត់មានតែប៉ុណ្ណឹងប៉ុន្តែបើប៉ះក្រុមដំបូងតាមគីឡូ Brentford តាមគីឡូ Brighton អីខ្ញុំគិតថាលេអត់ឈ្នះ Newcastle ទេអញ្ចឹងសម្រាប់ Newcastle យប់នេះខ្ញុំគិតថាល្អព្រោះគាត់ដូចជាចាញ់ច្រើនហើយបាទយប់នេះគួរតែដល់ពេលក្រាស់ម្ដងបងប្អូនណាស្ដើងយូរហើយអញ្ចឹងសម្រាប់ Newcastle យប់នេះខ្ញុំគិតថាឈ្នះបាទគិតថាឈ្នះទៅលើ Brentford ក្នុងលទ្ធផលអាចជា2-1ណាបាទដូចជាតតកន្លះទេបាទ Newcastle តកន្លះទៅលើ Brentford បងប្អូនណាបាទគាត់ថាវាហានិភ័យដោយសារតែ Brentford នេះក៏គួរសមដែរបាទ Brentford នេះក៏ជាក្រុមមួយដែលគួរសមដែរយើងមិនអាចមើលងាយបានទេបងប្អូនយើងមិនអាចមើលងាយបានទេណាបាទប្រកួតចុងក្រោយយកឈ្នះទៅលើ Aston Villa ទៀតណាបាទសម្រាប់ Brentford បងប្អូនបាទ
យកឆ្នាំទៅលើ Sheffield យកឆ្នាំ Sunderland អញ្ចឹងសម្រាប់គូនេះខ្ញុំទូទាថា Newcastle នឹងយកឆ្នាំទៅលើ Brentford 2-1បងប្អូនណាបាទអូខេឥឡូវជូនជាតម្រុយបាល់3គូសម្រាប់យប់ថ្ងៃសៅរ៍ទី7កុម្ភៈតែម្ដងទៅបាទ3គូសម្រាប់យប់នេះគូទី1ខ្ញុំ recommend ឲ្យបងប្អូនលេង Man U ណាបងប្អូនដែលជា fan ឬក៏មិនមែនជា fan អាច control Man U បានយប់នេះខ្ញុំគិតថា Man U នៅតែបន្តភាពឈ្នះរបស់ខ្លួនទៀតបាទបាយមួយគ្រាប់បាទគូទី2គឺវាយ Chelsea ណាវាយ Chelsea កន្លះបូក1បាទជាមួយនឹង Wolves នេះគឺវាយកន្លះបូក1 Chelsea បាទគូទី3គឺ over Arsenal ជាមួយ Sunderland នេះគឺ over 2កន្លះបូក3បងប្អូនបាទ over Arsenal 2កន្លះបូក3បញ្ជាក់ម្ដងទៀតគូទី1វាយ Man U ទី2 Chelsea ទី3គឺ over Arsenal បាទអរគុណច្រើនសម្រាប់ការតាមដានហើយកុំភ្លេចចូល Channel Telegram របស់ខ្ញុំពិសេស KH ដើម្បីមើលការ live បន្តផ្ទាល់មកខកខានក៏ដូចជាព័ត៌មានកីឡាការទម្លាក់គូល្អៗបាទ link មានក្នុង pin comment សម្រាប់ Facebook នៅក្នុង YouTube មាននៅក្នុង description សម្រាប់បងប្អូន TikTok ចូលក្នុង profile គឺមាន link ក្នុង bio បាទអរគុណច្រើនសូមគោរពលា